ដើមចេញពីថ្ងៃនេះយើងចូលរួមទាំងអស់គ្នាដោយប្រើស្ថាបត្យកម្មក្នុងការរៀបចំក្រុងនិងទីប្រជុំជនរបស់យើងឲ្យជាទីក្រុងសហសម័យមានសោភ័ណភាពសណ្ដាប់ធ្នាប់របៀបរៀបរយស្របតាមសក្តានុពលនិងតម្រូវការនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ននិងអនាគតដោយបង្កើតដង្ហើមសេដ្ឋកិច្ចនិងបង្កើនគុណភាពជីវិតរបស់ប្រជាជនកម្ពុជាសូមគូបញ្ជាក់ថានៅក្នុងកិច្ចប្រជុំនេះមានការធ្វើបទបង្ហាញនិងណែនាំអំពីគម្រោងសំខាន់ៗមួយចំនួនរួមមានការកសាងប្លង់គោលផែនការប្រើប្រាស់ដីនិងគម្រោងអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយភាពធន់ចីរភាពនិងបរិយាបន្នគម្រោងរៀបចំសោភ័ណភាពមហាវិថីសម្ដេចធិបតីនិងប្រព័ន្ធភស្តុភារកម្មផ្លូវដែកនៅកម្ពុជាគម្រោងកែលម្អសោភ័ណភាពមហាវិថីហាណូយមហាវិថីព្រះមុនីវង្សការដោះស្រាយប្រព័ន្ធលូនិងប្រព័ន្ធរំដោះទឹកភ្លៀងក្នុងរាជធានីភ្នំពេញការរៀបចំវត្តអារាមនៅកម្ពុជានិងគម្រោងសាងសង់អគារទីស្តីការក្រសួងមហាផ្ទៃគម្រោងកែលម្អសោភ័ណភាពកំណត់ផ្លូវជាតិលេខ4ស្ថិតក្នុងភូមិសាស្ត្រក្រុងច្បារមនខេត្តកំពង់ស្ពឺគម្រោងកែលម្អសាលារៀននៅកម្ពុជានេះបើយោងទៅតាមកិច្ចប្រជុំណែនាំការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធក្រុងនិងទីប្រជុំជននាថ្ងៃទី3ខែសីហាឆ្នាំ2026នេះនាទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់